សិក្ខាកាម717នាក់ទៀតបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រកាត់តវីដេអូនិងទូរស័ព្ទដៃនៅខេត្តព្រៃវែងសិក្ខាកាមចំនួន717នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រកាត់តវីដេអូនិងទូរស័ព្ទដៃក្រោយពីទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល3ខែវគ្គបណ្ដុះបណ្ដាលនេះត្រូវបានបញ្ចប់ទៅប្រកបដោយជោគជ័យតាមផែនការដែលបានគ្រោងទុកក្រោមការដឹកនាំនិងរៀបចំដោយរដ្ឋបាលខេត្តព្រៃវែងនិងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់អាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែវសុភីសសុខាពិធីបិទវគ្គបណ្ដុះបណ្ដាលចំនួនទី4ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងពិធីបើកវគ្គថ្មីចំនួនទី5ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយុដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចូលមូលដ្ឋានខេត្តព្រៃវែងនារសៀលថ្ងៃទី7ខែមេសាឆ្នាំ2026នៅសាលប្រជុំសាលាខេត្តព្រៃវែងបើតាមរបាយការណ៍ស្ដីពីដំណើរការរៀននិងការប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល3ខែកន្លងមកនេះរដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍ដែលផ្ដោតសំខាន់ទៅលើគុណភាពនិងវិន័យជាកត្តាកំណត់ដោយមានការធ្វើតេស្តកម្រិតយល់ដឹងរបស់សិស្សមុននឹងចូលរៀននិងការរៀបចំឲ្យមានការប្រឡងប្រជែងជំរើសយកសិស្សឆ្នាំនៅតាមថ្នាក់នីមួយៗចំនួន5នាក់សម្រាប់ការប្រឡងជុំទី1និងបន្តធ្វើការប្រឡងជំរុះសម្រាប់ជុំទី2ដើម្បីជ្រើសរើសយកសិស្សពូកែចំណាត់ថ្នាក់ពីលេខ1ដល់លេខ5សម្រាប់ជំនាញកុំព្យូទ័រទាំងពីរដោយសារភាពជោគជ័យក្នុងដំណើរការបណ្ដុះបណ្ដាលចំនួនទី4នេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនព្រះសង្ឃអាជីវករនិងមន្ត្រីរាជការបានមកដាក់ពាក្យសុំចូលរៀនក្នុងចំនួនទី5បន្តទៀតដែលមានចំនួនរហូតដល់780នាក់សម្រាប់ចំនួនថ្មីនេះមានថ្នាក់សិក្សាចំនួន16ថ្នាក់ស្មើនឹង16ម៉ោងក្នុងមួយថ្ងៃសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រនិង2ថ្នាក់សិក្សាស្មើនឹង4ម៉ោងក្នុងមួយថ្ងៃសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យដោយប្រើប្រាស់រយៈពេលបណ្ដុះបណ្ដាលចំនួន3ខែដូចគ្នាក្នុងន័យពង្រីកនិងពង្រឹងចំណេះដឹងនៃ Digital ឲ្យកាន់តែប្រសើរឡើងមានប្រសាសន៍សម្ដែងសម្ដារក្នុងឱកាសនោះអាយុដាមអភិសន្តិបណ្ឌិតបានកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែងដែលបានកិត្តគូអំពីថ្នាលបន្តវេនសម្រាប់យុវជននិងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈការបង្កបរិយាកាសឲ្យសិស្សានុសិស្សនិងមន្ត្រីបានទទួលបាននូវមូលដ្ឋានគ្រឹះនិងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រឲ្យកាន់តែទូលំទូលាយអាយុដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យានេះគឺស្របតាមយុទ្ធសាស្ត្របញ្ចការរបស់រាជរដ្ឋាភិបាលដែលបានកំណត់យកអាទិភាពបច្ចេកវិទ្យាជាគន្លឹះសំខាន់ដែលជំនាញទាំងអស់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្មួយៗប្រែក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលដើម្បីបន្តចាប់យកជំនាញថ្មីៗដូចជាបញ្ញាសិប្បនិម្មិតដែលជាការវិវត្តរបស់សកលលោកអាយុដល់ឧបនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមចំនួនថ្មីឲ្យខិតខំរៀនសូត្រដោយមានវិន័យទៀងទាត់និងអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដោយមន្ត្រីចម្លងតែគំរូពីគេឡើយជាពិសេសប្រមុខក្រសួងមហាផ្ទៃក៏បានដាស់តឿនឲ្យសិក្ខាកាមទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងវិជ្ជាជីវៈកុំឲ្យចេះតែជំនាញផលិតមាតិកាឬកាត់តវីដេអូបានតែខ្វះក្រមសីលធម៌ឬមិនគិតពីច្បាប់ព្រោះវាអាចបង្កផលប៉ះពាល់ដល់វប្បធម៌និងអត្តសញ្ញាណជាតិសូមបញ្ជាក់ថាសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលក្នុងការប្រឡងទទួលបានរង្វាន់លើកទឹកចិត្តពីអាយុដាមអភិសន្តិបណ្ឌិតនិងលោកជំទាវក្នុងនោះរួមមានចំណាត់ថ្នាក់លើជំនាញរដ្ឋបាលលើកុំព្យូទ័រលេខ1ទទួលបានកុំព្យូទ័រយួរដៃ1គ្រឿងនិងថវិកា50,000រៀលលេខ2ទទួលបានថវិកា50,000រៀលលេខ3ទទួលបានថវិកា40,000រៀលលេខ4ទទួលបានថវិកា30,000រៀលនិងលេខ5ទទួលបានថវិកា20,000រៀលសម្រាប់ជំនាញកាត់តវីដេអូចំណាត់ថ្នាក់លេខ1ទទួលបានកុំព្យូទ័រយួរដៃ1គ្រឿងនិងថវិកា50,000រៀលលេខ2ទទួលបានថវិកា50,000រៀលលេខ3ទទួលបានថវិកា40,000រៀលលេខ4ទទួលបានថវិកា30,000រៀលនិងលេខ5ទទួលបានថវិកា20,000រៀលនិងបានផ្ដល់ជូនយុវជនមន្ត្រីរាជការព្រះសង្ឃអាជីវករក្មួយៗកុមារទទួលបាននូវការសិក្សាដោយឥតគិតថ្លៃ